សូមគោរពនឹងជម្រាបសួរអស់លោកស្រីអ្នកកញ្ញាប្រិយមិត្តទូរទស្សនិកជនបាទជាពិសេសសម្រាប់ការចូលរួមនៅថ្ងៃនេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏សូមគោរពនឹងជម្រាបសួរទៅដល់សិស្សនិស្សិតរបស់យើងទាំងអស់គ្នាដែលបានមកចូលរួមយ៉ាងច្រើនកុះករសំណួរមួយសួរយ៉ាងខ្លីសុខសប្បាយអត់សុខសប្បាយហូរខ្លាំងមួយមកចាដោយសារតាទីធ្លាធំពេកតាមកាពិតទៅគឺវត្តមានរបស់សិស្សនិស្សិតរបស់យើងច្រើនក៏ប៉ុន្តែកន្លែងធំពេកអត់សូវឮសំឡេងចាតែប៉ិតបើសិនជានៅទីធ្លារៀងហូបតិចអូសំឡេងកងលំពងជាងនឹងទៀតបាទថ្ងៃនេះគឺយើងមានការចូលរួមច្រើនខ្លាំងណាស់បាទពីបណ្ដាសិស្សនិស្សិតហើយបើតាមយើងសាកសួរអំបញ្ញមិញនេះសម្រាប់ការចូលរួមថ្ងៃនេះមិនមែនត្រឹមតែសិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេក៏មានការចូលរួមពីសិស្សនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមកពីបណ្ដាសាកលវិទ្យាល័យផ្សេងទៀតចាមានមកតាំងពីខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបញ្ញាសាស្ត្របាទចា UC ឬក៏ CU ចាសាកលវិទ្យាល័យកម្ពុជាចាហើយនឹងសាលាផ្សេងជាច្រើនទៀតចាអញ្ចឹងរំលឹកផងដែរថា V Friend របស់យើងកន្លងមកគឺយើងបានទៅជួបខាងចាទីតាំងដែលយើងធ្វើហ្នឹងគឺនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងថ្ងៃនេះយើងចាពិតជាមានភាពសប្បាយរីករាយដែលយើងបានមកផ្លាស់ចាមកជួបជាមួយនឹងសិស្សនិស្សិតនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាសាលារបស់នាងខ្ញុំអញ្ចឹងហ៎អូធ្លាប់រៀននៅហ្នឹងដែរធ្លាប់រៀនចាគឺខ្ញុំបញ្ចប់ត្រឹមទទួលបញ្ញាបត្រឆ្នាំ2009ចាផ្នែកទេសចរចាដល់ពេលខ្ញុំរៀនចប់ទៅខ្ញុំបានសញ្ញាបត្រខ្ញុំទៅធ្វើជាពិធីការនីអញ្ចឹងហ៎ចាអូនគ្រាន់តែនិយាយផ្នែកទេសចរអ្នកទេសចរចាខាងណាខាងទេសចរបងណាទេសចរខ្លះលើកដៃចាជំរាបសួរសិតតែបើនិយាយទៅគឺគាត់នៅរៀនចឹងមកគាត់សិស្សប្អូនខ្ញុំឯងអញ្ចឹងខ្ញុំចាស់ជាងគាត់បាទមិនបាច់ប្រាប់គាត់គេដឹងតែចាស់ហើយមុខហ្នឹងចាអរគុណហើយអ្វីដែលនេះខ្ញុំមានការចាប់អារម្មណ៍មកលើសាលារបស់ខ្លួនឯងគឺឃើញថាប្លែកមែនទែនលោករត់ការនេះខ្ញុំរៀនហ្នឹងកាលហ្នឹងការជំនាន់ហ្នឹងដូចរៀងវែងឆ្ងាយបន្តិចចាការដែលខ្ញុំចូលរៀន2005ដល់2009ហ្នឹងកាលហ្នឹងអត់ទាន់មានអគារថ្មីនៅខាងមុខនេះទេចាគឺអគាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏នៅអត់ទាន់មានទេក៏ប៉ុន្តែដោយសារតែយល់ឃើញថាមានការខ្វះអគារសិក្សាហើយសិស្សក៏គាត់មកច្រើនតាមបណ្ដាខេត្តដូច្នេះក៏មានអគារថ្មីច្រើនហើយមានប្រព័ន្ធផ្លូវស្អាតជាងមុនខ្លាំងណាស់បាននៅជ្រុងខាងនោះមានអគារកូរ៉េមួយទៀតចាមានអគារកូរ៉េអត់ទាន់ដែរចា CKCC បាទ CKCC បាទអញ្ចឹងសម្រាប់ថ្ងៃនេះក៏យើងមានការចូលរួមពីសិស្សនិស្សិតក៏ដូចជាសិល្បករសិល្បករនេះដើម្បីចូលរួមមកបង្ហាញនៅជំនាញខាងផ្នែកសិល្បៈមិនថាតែការច្រៀងការសម្ដែងនៅការលេងកំ pl ែងឬក៏វេទមន្តសិរហាសកម្មអីផ្សេងគឺយើងផ្ដល់ឱកាសសម្រាប់សិស្សនិស្សិតរបស់យើងនៅតាមបណ្ដាសាកលវិទ្យាល័យអញ្ចឹងជាក់ស្ដែងនៅថ្ងៃនេះយើងជួបជាមួយនឹងសិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរងចាំមើលទាំងអស់គ្នាថាតើគាត់នឹងមានសមត្ថភាពអ្វីមកបង្ហាញជូនថ្ងៃនេះបាទបញ្ជាក់ពីគោលបំណងនៃកម្មវិធីរបស់យើងបន្តិចដោយសារតែកម្មវិធីរបស់យើងគឺមានឈ្មោះថា V Friend អញ្ចឹងយើងផ្ដោតទៅលើការមិត្តភាពចំណងមិត្តភាពពីព្រោះថាដូចតែបានដឹងស្រាប់ហើយថាការកសាងមិត្តការកសាងជាតិបាទយើងរួបរวมគ្នាគឺដើម្បីសន្តិភាពហើយមួយវិញទៀតគឺសម្រាប់ការរាប់អានមិត្តគឺយើងមិនប្រកាន់វណ្ណៈហើយការរាប់អានមិត្តគឺគ្មានព្រំដែនទេបាទបានន័យថាមិនការរាប់អានមិត្តមិនមែនតលអ្នកឯងអ្នកមានបានដើរមួយខ្ញុំកើតអ្នកក្រយើងអត់ចង់អញ្ចឹងគោលបំណងនៃកម្មវិធីរបស់យើងចង់ឲ្យអ្នកទាំងអស់គ្នាមិត្តយុវវ័យកសាងរាប់អានចាប់ដៃគ្នាបាទគឺមិនថាតែអ្នកមានអ្នកក្រអ្នកខ្ពស់អ្នកទាបមេងចាស់ប្រុសស្រីអីទេគឺយើងគឺសិស្សសឹងតែជាមិត្តភក្តិនឹងគ្នាចាអរគុណឥឡូវឃើញថាចំនួនរបស់សិស្សនិស្សិតដែលគាត់អញ្ជើញមកកាន់តែច្រើនហើយយើងក៏មានរៀបចំនៅកន្លែងអង្គុយមួយចំនួនមិនគ្រប់ទេដោយសារតែចំនួនច្រើនពេកអញ្ចឹងខ្លះក៏ឈរទៅខ្លះក៏បានអង្គុយទៅចាអរគុណណាស់អញ្ចឹងនៅក្នុងថ្ងៃនេះចាសម្រាប់សិស្សនិស្សិតដែលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ដូចជាបណ្ដាសិស្សនិស្សិតដែលគាត់បានអញ្ជើញមកពីសាលាផ្សេងទៀតនឹងបានឃើញអំពីការរួមសម្ដែងគ្នារវាងចាការបង្ហាញសមត្ថភាពសិល្បៈរបស់សិស្សនិស្សិតហើយរួមជាមួយនឹងតារាចម្រៀងតារាសម្ដែងរបស់យើងដែលគាត់អញ្ជើញមកចាមកចូលរួមលេងជាមួយគ្នាអរគុណច្រើនអញ្ចឹងមុននឹងកម្មវិធីរបស់យើងចាប់ផ្ដើមជួបในការសម្ដែងផ្សេងខ្ញុំសូមឲ្យមិត្តភក្តិទាំងអស់គ្នាចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តស្រែកហូរឲ្យខ្លាំងឲ្យកម្មវិធី V Friend អស់គ្នាមួយចាប
បាទអរគុណច្រើនណាស់សម្រាប់កម្មវិធីរបស់យើងនៅថ្ងៃនេះក៏មានការចូលរួមឧបត្ថម្ភធំពីសញ្ញា Spark ផងដែរសញ្ញា Spark គឺជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ជាមួយរសជាតិទំពាំងបាយជូរក្រហមនិងរសជាតិទទឹមនៅក្នុងឱកាសនេះសញ្ញា Spark មាន promotion ពិសេសមួយគឺសញ្ញា Spark ចែកលុយសុទ្ធ20លានរៀលដោយគ្រាន់តែមើលលើក្រវិលកំប៉ុងរបស់សញ្ញា Spark នៅពេលដែលឃើញពាក្យថា win អ្នកនឹងឈ្នះលុយសុទ្ធ20លានរៀលសរុប25រង្វាន់ប្រញាប់ឡើងសូមសួរម្ចាស់ហាងឬរកសញ្ញា Spark ដើម្បីឈ្នះរង្វាន់ឥឡូវនេះព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់គេហទំព័រ www.facebook.com/sanya-cambodia បាទចាអរគុណអញ្ចឹងនៅពេលនេះយើងនឹងមានការចូលរួមសម្ដែងពីនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ដូចជាតារាចម្រៀងដែលគាត់បានអញ្ជើញមកផងដែរហើយជម្រាបជូនផងដែរថាយើងក៏មាននៅពិធីការនីរបស់យើងបន្ថែមទៀតចាដែលគាត់អញ្ជើញមកពីទូរទស្សន៍បាយ័នដូចគ្នាបាទអរគុណច្រើនអញ្ចឹងដើម្បីជាកិច្ចស្វាគមន៍នៅកម្មវិធីរបស់យើងគឺយើងមានវត្តមានតារាចម្រៀងបាទក៏បានចូលខ្លួនមកផ្ដល់ជូននូវភាពសប្បាយរីករាយសម្រាប់សិស្សនិស្សិតទាំងអស់គ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរដូច្នេះសូមរីករាយស្ដាប់និងទស្សនាសូមផ្ដល់ជាសម្លេងស្វាគមន៍ជូនដល់សិល្បករសិល្បករនេះទាំងអស់គ្នាបាទចាក៏ដល់លោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាហើយដូចជាបងទាំងអស់គ្នាផងដែរអរគុណរីករាយស្ដាប់ជាមួយនឹងបទចម្រៀងសុំទោសសង្សារចាច្រើនអរគុណខ្លួនឯងកំពុងខំដែលមិនបានស្រឡាញ់បងរៀងរហូតចាំរក្សាក្តីស្នេហ៍កុំព្រួតចិត្តស្នេហ៍ប្រែរលីបាត់អងសុំទៅបងក៏ទូទេដឹងថាចិត្តនេះមិនអំពុងជាចិត្តដឹងថាបែកអូនពីនឹងប្រាប់បងស្ដាំហើយបងទទួលមិនបានទុកឲ្យយ៉ាងណាបងអស្នាសូមជម្រាបសួរដល់បងប្អូនខាងក្រោយផងចាអរគុណ
គុណនៅសំឡេងគាំទ្រផងដែរចាលួតតែស្រទទឹកភ្នែកពេលថ្លៃចង់ចប់ថ្ងៃនេះបើត្រូវជាស្ងប់អារម្មណ៍អូតែនាងអូនត្រូវទ្រាំព្រោះស្រលាញ់បងពេញបេះដូងថ្ងៃនេះអូនទឹកភ្នែកហូរដោយការគ្រាមុនបេះដូងទំពោទំនងទងឆាចន់មិនហាមទាន់ដោយការគ្រាមុនតាមចិត្តបងត្រូវការអូនលះបង់ចិត្តអងអារម្មណ៍វត្តថ្លៃអត់ចិត្តស្រលាញ់ចាស់ឆ្នាំណែអូនប្រព្រមហូរទាំងភ្នែកបេះដូងខ្ទង់ខ្ទេចអារម្មណ៍ឈឺអូនតាមថ្លៃបែកគ្នាអូនព្រមគ្រប់យ៉ាងហើយតែស្រឡាញ់រៀបរៀងព្រមហូរទាំងភ្នែកហើយតែមិនតែចង់បែកអូនងវប្រថ្លៃពេលនេះសុខចិត្តបើចិត្តមានថ្មីតែស្រឡាញ់ប្រថ្លៃព្រមព្រមបេះដូងស្រឡាញ់រៀងរាល់ព្រមលះបង់ទាំងភ្នែកមិនហ៊ានឲ្យដឹងហេតុតែស្រឡាញ់ថ្លៃធ្វើឲ្យទឹកភ្នែកហូរមិនយូរមួយថ្ងៃបងធ្វើឲ្យចិនស្រីអងវ័យទ្រាំទីនៃធូរដោយការគ្រាមុនបែរដងទៅទូទំនងទងឆាចន់មិនហាក់ផងដោយការគ្រាមុនតាមចិត្តបងត្រូវការអូនលះបង់ចិត្តអងអារម្មណ៍វត្តថ្លៃអត់ចិត្តស្រលាញ់នៅឆ្នាំណែអូនព្រមព្រមហូរទាំងភ្នែកបែរដងខ្ទង់ខ្ទេចអារម្មណ៍ឈឺអូនតាមថ្លៃបែកគ្នាអូនព្រមគ្រប់យ៉ាងហើយតែស្រឡាញ់រៀបរាល់ព្រមហូរទាំងភ្នែកហើយតែមិនតែចង់បែកអូនងវប្រថ្លៃតែពេលនេះសុខចិត្តបើចិត្តមានថ្មីតែស្រឡាញ់ប្រថ្លៃព្រមព្រមបេះដូងហើយតែស្រឡាញ់រៀបរាល់ព្រមលះបង់ទាំងភ្នែកមិនហ៊ានឲ្យដឹងហេតុតែស្រឡាញ់ថ្លៃធ្វើឲ្យទឹកភ្នែកហូរមិនយូរមួយថ្ងៃបងធ្វើឲ្យចិនស្រីអងវ័យទ្រាំពីណាស្រឡាញ់រៀបរាល់ព្រមលះបង់ទាំងភ្នែកតែមិនតែចង់បែកកូនងវប្រថ្លៃតែពេលនេះសុខចិត្តបើចិត្តមានថ្មីព្រោះតែស្រឡាញ់ថ្លៃព្រមព្រមបេះដូងតែស្រឡាញ់រៀបរាល់ព្រមលះបង់ទាំងភ្នែកមិនហ៊ានឲ្យដឹងហេតុតែស្រឡាញ់ថ្លៃធ្វើឲ្យទឹកភ្នែកហូរមិនលឿងមួយថ្ងៃបងធ្វើឲ្យចិនស្រីអងវ័យទ្រាំទីចាអរគុណច្រើនអរគុណនៅសំឡេងគាំទ្រផងដែរចាវិសុវបាទវិសុវមិត្តយុវវ័យទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលចូលរួមជាមួយនឹងកម្មវិធី We Friend ដែលយើងទាំងអស់គ្នាគឺជាមិត្តដែលចូលរួមនៅថ្ងៃនេះគឺរួមកម្លាំងគ្នាអរគុណសូមរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទទៅអរគុណធ្វើអ្វីខ្លាំងមិនដែលចង់បាញ់នឹង
โกหกចេញពីមាត់គេទាំងញញឹមទាំងរូបខ្ញុំដឹងការវិញបងគេហាមនកោហងអើយបេងដងខ្ញុំបែកធ្លាគ្មានសល់ខំទុំទាំងភ្នែកមុំគេបែកកាញ់មកជុំតែម្នាក់អើយក្រុមគ្រូអូនណាស្ទើរនឹងផុតដងហើម្ដងហេតុអ្វីយ៉ាងនេះហេតុអ្វីគេកោហងខ្ញុំឬក៏ខ្ញុំនឹងជាមនុស្សងាយនឹងកោហងណាគេកោហងថានៅម្នាក់ឯងទាំងចាំងស្ដាយក្បាលនឹងចាំគេធ្វើអ្វីខ្លាំងមិនដែលចំបាញ់នឹងការប៉ិនខ្ញុំមិនលងធ្លាប់ដល់10គត់ស្ដាប់ប៉ុណ្ណឹងមិនចេះគិតឬមួយចិត្តនៅស្នេហ៍នឹងចាំក៏ពិតខ្ញុំទៅនៅម្នាក់ឯងនៅប្រឡាយនឹងទាំងភ្នែកtrongតែស្រែថាខ្ញុំឈឺខ្លាំងណាស់សងសើខ្ញុំក្បែរសងសើចឹងក្នុងពេលខ្ញុំដឹងច្បាស់តែខ្ញុំនេះនៅត្រង់ឲ្យគេកោហងទាំងជាស្ដាយក្បែរនឹងចាំគេធ្វើអ្វីខ្លាំងតែចង់បាញ់នឹងក៏មិនខ្ញុំមិនមកដល់10គត់ស្ដាប់ប៉ុណ្ណឹងមិនចេះគិតឬមួយចិត្តនៅស្នេហ៍អ្នកចាអរគុណ